ឯកឧត្តមហិមាសមាជិកក្រុមប្រឹក្សាខេត្តកំពតអាណត្តិទី4និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែងបានអញ្ជើញជាអធិបតីដឹកនាំអង្គវេទិកាសាធារណៈពិគ្រោះយោបល់ដើម្បីស្វែងរកពីតម្រូវការសំណើសំណូមពរនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិកាទទួលសំណើនិងសំណូមពរពីប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិកំណប់ឃុំស្រែចែងស្រុកជុំគិរីខេត្តកំពតខេត្តកំពតឯកឧត្តមហិមាសមាជិកក្រុមប្រឹក្សាខេត្តកំពតអាណត្តិទី4និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែងបានអញ្ជើញជាអធិបតីដឹកនាំអង្គវេទិកាសាធារណៈពិគ្រោះយោបល់ដើម្បីស្វែងយល់ពីតម្រូវការសំណើសំណូមពរនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានលើកឡើងនៅក្នុងអង្គវេទិកាទទួលសំណើនិងសំណូមពរពីប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិកំណប់ឃុំស្រែចែងស្រុកជុំគិរីខេត្តកំពតបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី4ខែមេសាឆ្នាំ2025នៅផ្ទះលោកមុំមុនភូមិកំណប់ឃុំស្រែចែងស្រុកជុំគិរីដោយមានការអញ្ជើញចូលរួមពីថ្នាក់ខេត្តចំនួន3រូបថ្នាក់ស្រុកចំនួន5រូបស្រី1រូបថ្នាក់ភូមិឃុំចំនួន9រូបស្ត្រី2រូបព្រមទាំងលោកហេងងួនស្រុនអភិបាលរងនៃគណៈអភិបាលស្រុកលោកមុំសុធីប្រធានការិយាល័យផែនការខេត្តលោកឈៀងមីណាលោកសាំងសៀកលោកថេងបូរ៉ានិងបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន67នាក់ស្ត្រី40នាក់ក្នុងមូលដ្ឋានឃុំស្រែចែងព្រមទាំងគណៈអធិបតីសមាជិកសមាជិកាជាច្រើនរូបទៀតជាកិច្ចចាប់ផ្ដើមលោកក្រុយសុភាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែងបានអានរបៀបវារៈជូនដល់អង្គវេទិកានិងបទបញ្ជាផ្ទៃក្នុងមានមតិបើកអង្គវេទិកាដោយឯកឧត្តមហិមាសមាជិកក្រុមប្រឹក្សាខេត្តកំពតអាណត្តិទី4និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែងដែលបានអញ្ជើញជាអធិបតីក្នុងអង្គវេទិកាសាធារណៈពិគ្រោះយោបល់ដើម្បីស្វែងយល់ពីតម្រូវការសំណើសំណូមពរនិងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិកាចំនួន7សំណើក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែងបានបំភ្លឺជូននិងដោះស្រាយនៅនឹងកន្លែងទាំង7សំណើជូនពុកម៉ែមាមីងបងប្អូនប្រជាពលរដ្ឋនៅក្នុងអង្គវេទិកាជាមួយគ្នានេះឯកឧត្តមប្រធានអង្គវេទិកាក៏សូមថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមក្នុងអង្គវេទិការបស់សមាជិកសមាជិកាព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលបានញ៉ាំងឲ្យអង្គវេទិកានេះប្រព្រឹត្តទៅប្រកបដោយភាពកក់ក្ដៅនិងកាន់តែមានអត្ថន័យជិតស្និទ្ធយ៉ាងជ្រាលជ្រៅបំផុតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែងគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឲ្យបានស្អិតរមួតពង្រឹងសាមគ្គីភាពផ្ទៃក្នុងនិងពង្រីកយុវជនដែលមានអាយុគ្រប់18ឆ្នាំដែលបានចុះឈ្មោះបោះឆ្នោតរួចឲ្យទៅចូលរួមនឹងការចាប់ផ្ដើមពិនិត្យបញ្ជីឈ្មោះព្រមទាំងការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់នៅថ្ងៃទី1ខែឧសភាឆ្នាំ2025នាពេលខាងមុខហើយអំពាវនាវឲ្យពុកម៉ែបងប្អូនបញ្ជូនកូនមានអាយុគ្រប់15ឆ្នាំឡើងដើម្បីបន្តធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងពុកម៉ែមាមីងបងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណចិត្តអសុពលភាពត្រឹមរយៈពេល6ខែឬ180ថ្ងៃឲ្យទៅធ្វើការបន្តសុពលភាពព្រមទាំងធ្វើឲ្យបានគ្រប់គ្នាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែងទាំងអស់ត្រូវបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូននិងសូមចងចាំជានិច្ចនៅបណ្ដាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីអាណត្តិទី7នៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលនៅតែកំណត់យកមនុស្សជាអាទិភាពនៅក្នុងការអភិវឌ្ឍរបស់យើងតាំងពីយុទ្ធសាស្ត្រត្រីកោណរហូតដល់យុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1នេះហើយជាងនេះទៅទៀតសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងពាក្យថាខ្មែរធ្វើបានគឺសំដៅលើការរួមគ្នាកសាងពីបាតដៃទទេរហូតដល់កម្ពុជាមានឯករាជ្យម្ចាស់ការលើគ្រប់វិស័យ